បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូសុបរាជ័យទឹកធ្វើការបត់បង្ហាញចែកជូនបងប្អូនដើម្បីមកក្នុងបណ្ដាញសង្គមបម្រើសុខភាពបងប្អូនបើសិនជាបងប្អូនមានបញ្ហាក្រពះពោះវៀនហើយនឹងឬដងបាតបងប្អូនណាបងប្អូនជាបាលឱសថរបស់ខ្ញុំទៅបកែស័ក្តិសិទ្ធិណាបងប្អូនហើយជាដំបូងនេះខ្ញុំរៀបរាប់ពីក្រពះពោះវៀនមុនសិនបងប្អូនណាបើសិនជាបងប្អូនមានបញ្ហាចុកច្អល់ឈឺបោះដៃផុតចុកបោះដៃផុតឬក៏កោពោះឬក៏មកអ្នកជំងឺខ្លះទៅរាកអ្នកជំងឺខ្លះទៅរឹងកដៀនពី3ថ្ងៃបាត់ជើងម្ដងបាត់ជើងមកកដៀនដោយអាចផ្សាយអញ្ចឹងបងប្អូនអ្នកខ្លះទៅរាករុះជាប្រចាំហើយមិនដាច់ដុសផ្សិតសស្គូសតែម្ដងនឹងប្រភេទឈឺយូរក្រែលហើយបងប្អូនណាចំណាក់ការរ៉ាំរ៉ៃហើយបើសិនតែយើងមានអាការៈអញ្ចឹងបងប្អូនខ្លះទៅឲ្យមកជួបខ្ញុំ4 5ឆ្នាំ10ឆ្នាំអីចឹងរ៉ាំរ៉ៃហើយនឹងមានបញ្ហារៀងធ្ងន់ធ្ងរបន្តិចបងប្អូនណាហើយបងប្អូនយកឱសថរបស់ខ្ញុំបាននេះទៅពិសាទទួលទានទៅតែ4ឬ5ថ្ងៃទេបងប្អូនហើយខ្លះទៅតែ4ថ្ងៃទេបានធូរហើយតែមកប្រាប់ខ្ញុំបងប្អូនណាដូចជាឱសថនេះជាដើមបងប្អូនបើសិនតែបងប្អូនយកទៅដាក់មួយស្រាប់ព្រាជ័រនៅក្នុងកំប៉ុងនេះបងប្អូនដាក់មួយថ្ងៃ3ដងក្នុងម្ដងមួយព្រាជ័រព្រឹកថ្ងៃល្ងាចនេះជាប្រភេទម្សៅហើយបើសិនតែចង់បងប្អូនចង់ជាក្របដើរទៅវាលដើរទៅការឬក៏ដើរទៅណាអីដាក់តាមថង់ហ្នឹងក៏បានដែរយកក្របទៅក្នុងមួយពេល5គ្រាប់ក្នុងមួយថ្ងៃ3ដងមានន័យថា15គ្រាប់បងប្អូនណាថ្នាំក្រពះពោះវៀនទាំងពីរនេះគាត់មួយជាម្សៅមួយជាគ្រាប់បងប្អូនហើយហ្នឹងទី1ទី2ខ្ញុំមានថ្នាំក្រពះពោះវៀនធ្វើអំពីចំណាំងឈើហើយទាំងអស់ហ្នឹងតង់កំប៉ុងតង់ឈើហ្នឹងជាថ្នាំរុក្ខជាតិ 100% គ្មានជាតិគីមីទេ 100% តែម្ដងលោកគ្រូធានាជូនបងប្អូនហើយក្នុងមួយកញ្ចប់នេះបងប្អូនណាក្រពះពោះវៀននេះគឺដាក់4ឆ្នាំក្នុងមួយកញ្ចប់នេះហើយបងប្អូនពិសាទទួលទានរយៈពេល4 5ថ្ងៃទៅមួយទឹកទៅឆាប់ធូរស្បើយបន្តិចម្ដងហើយវិវត្តទៅដល់ជាហើយឆ្នាំខ្មែរយើងបងប្អូនតាជាហើយវាមិនលាប់មកវិញទេបងប្អូនសារទទួលទានដើម្បីព្យាបាលខ្លួនឯងកុំឲ្យមានរោគគាវិជាធីហ្នឹងវាធ្ងន់ធ្ងរយើងពិបាកព្យាបាលវាយូរហើយនឹងវាខ្សោយសុខភាពផងបងប្អូនណាទី2ខ្ញុំមានថ្នាំឬដងបាតបងប្អូនបើសិនជាបងប្អូនមានដងបាតមានអាការៈឬដងបាតណាដូចជាបងប្អូនបាត់ជើងយូរបាត់ជើងមកស្ប៉ែតដាច់ហើយពេលខ្លះទៅកដៀនពេលខ្លះទៅវាដាច់ស្ប៉ែតទូចវែងខ្លីក៏មានដែរហើយធ្វើទុកយើងគ្មានរហ័សហើយទេក្នុងអង្គប្រាណរបស់យើងសពសាលពេលខ្លះទៅមិនស្រួលខ្លួនពេលខ្លះទៅស្រួលខ្លួនបន្តិចតួចចឹងខ្លះទៅក៏មិនស្រួលខ្លួនវិញរកកុសខ្យល់រកអីចឹងទៅក្នុងមួយថ្ងៃពីរថ្ងៃហ្នឹងកុសខ្យល់ម្ដងមួយថ្ងៃចុកខ្យល់ម្ដងនៅខ្លះធ្ងន់ធ្ងរចឹងទៅហើយគួយយូរបន្តិចងើបមកវិលមុខចឹងដែរក៏មានដែរបងប្អូនណាហើយនេះប្រភេទឬដងធ្លាក់បងប្អូនដូចជាធ្លាក់ដោយកដោពោះចឹងបងប្អូនម៉ែយើងហៅថាកដោពោះណាខ្លះតែចឹងណាបងប្អូនហើយបើធ្លាក់ចឹងបងប្អូនជូតសម្អាតលាងធ្វើឲ្យស្អាតធ្វើអនាម័យស្អាតទៅបងប្អូនយកទៅលាបក្នុងមួយថ្ងៃ2ដងព្រឹកម្ដងល្ងាចម្ដងហើយអាទូចនេះសម្រាប់តែលាបទេបងប្អូនចំណែកធំនេះសម្រាប់ហូបបងប្អូនដាក់មួយស្ពាខ្វេស្ពានៅក្នុងនឹងហើយដាក់មួយថ្ងៃ3ដងបងប្អូនពិសានេះផងបងប្អូនលាបផងនេះសម្រាប់ឬដងលីនឬដងធ្លាក់បងប្អូនបានយកទៅហូបបានហើយលោកគ្រូសូមបញ្ជាក់ថានៅខាងស្ដាំរបស់លោកគ្រូនោះគឺទូជាឱសថនៅក្នុងទូនេះស្រាប់ហើយបងប្អូនសម្រាប់ជាបាលរោគគាវិជាធីបងប្អូនដូចជាក្រពះពោះវៀនឬដងបាតដែលលោកគ្រូបានសិក្សានៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវត្រឹមត្រូវបងប្អូនណានៅក្នុងមជ្ឈមណ្ឌលជាតិស្រាវជ្រាវឱសថបុរាណកម្ពុជាហើយយកមកផ្សំតាមក្បួនខ្នាតដែលខ្ញុំបានទៅសិក្សាបំពេញបន្ថែមនោះយកមកឲ្យបានច្បាស់លាស់ណាបងប្អូនកុំព្រួយបារម្ភអីបងប្អូនណាពីព្រោះថាលោកគ្រូខ្លាចបងប្អូនខូចសុខភាពនឹងហើយបានខំតែសិក្សាលំអិតដើម្បីឲ្យបងប្អូនមានសុខភាពល្អតាមក្បួនខ្នាតបុរាណយើងហើយដូចជាមានថ្នាំរឹតថ្នាំអីចឹងដែរបងប្អូនណាដូចជាចុកចាប់ឈឺសរសៃឈឺសន្លាក់ដៃជើងចុកចង្កេះឈឺចង្កេះសត្វតិចឬខាំនៅក្នុងទូនេះក៏មានដែរបងប្អូនណាហើយលោកគ្រូរងចាំបម្រើសុខភាពបងប្អូនឲ្យបងប្អូនមានសុខភាពល្អកាលណាមានសុខភាពល្អមានសុភមង្គលហើយបងប្អូន
ពីព្រោះថាតែយើងឈឺយើងមានទុកក្នុងហត្ថតីរបស់យើងហើយបងប្អូនហើយខ្ញុំបាទមានកម្មសិក្សាស្រាវជ្រាវពីមជ្ឈមណ្ឌលជាតិស្រាវជ្រាវឱសថបុរាណកម្ពុជាត្រឹមត្រូវមានបញ្ជាក់សញ្ញាបត្រត្រឹមត្រូវបងប្អូនបញ្ជាក់ការសិក្សាបងប្អូនណាឲ្យបងប្អូនចង់ពីគ្រោះយោបល់ជំងឺផ្សេងអីខលតាមលេខទូរស័ព្ទលោកគ្រូមួយមកលោកគ្រូនឹងដើម្បីពីគ្រោះយោបល់បងប្អូនហើយលោកគ្រូឱសថបុរាណគ្មានម៉ាស៊ីនគ្មានអីទេបងប្អូនសូមបញ្ជាក់គ្រូឱសថបុរាណមានតែ3-4ចំណុចទេបងប្អូនមើលសួរស្ទាបហើយនឹងដាក់ថ្នាំតែប៉ុណ្ណោះបងប្អូនណានឹងគ្រូឱសថបុរាណកាលណាយើងមានតម្រេះដឹងពងពោះទៅអ្នកជំងឺឈឺអីក៏យើងដឹងដែរដឹងថាគាត់ឈឺនេះគឺនោះដែរនិយាយមកអាការៈមកលោកគ្រូដឹងហើយបើសិនណាបងប្អូនបានពិគ្រោះយោបល់ហើយលោកគ្រូដាក់ថ្នាំទៅឆាប់ធូរស្បើយឆាប់ជាយើងយកទៅប្រើហើយនៅចុងបញ្ចប់នេះខ្ញុំបាទសូមអរគុណបងប្អូនយ៉ាងជ្រាលជ្រៅបំផុតហើយសូមឲ្យបងប្អូនរកស៊ីមានបានចែកជុំជំរុំចម្រើននៅក្នុងក្រុមគ្រួសារម្យ៉ាងទៀតសូមឲ្យបងបុព្វការគឺអាយុវណ្ណៈសុខៈពលៈ8គ្រីក្រេតឡើយគណៈពេលនេះខ្ញុំបានគ្រូសវរានសូមគោរពសូមជម្រាបលា